សំណួរតកតងទៅនឹងអាស៊ាននិងចំណេះដឹងទូទៅយើងបន្ថែមលម្អិតតកតងទៅនឹងអាស៊ានអញ្ចឹងទី1តើអាស៊ានបង្កើតឡើងដំបូងដោយប្រទេសណាខ្លះនៅទីណានៅថ្ងៃខែឆ្នាំណាអាស៊ានបង្កើតឡើងដំបូងមាន5ប្រទេសនៅទីក្រុងបាងកកដែលរួមមានប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងថៃកាលពីថ្ងៃទី8សីហាឆ្នាំ1997ទី2តើប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀតប្រទេសដែលបានចូលជាសមាជិកអាស៊ានជាបន្តមកទៀតមានប៊្រុយណេសមាជិកទី6ចូលថ្ងៃទី8ខែមករាឆ្នាំ1984ប្រទេសវៀតណាមសមាជិកទី7ចូលថ្ងៃទី28ខែកក្កដាឆ្នាំ1995ប្រទេសស្លាវសមាជិកទី8ចូលថ្ងៃទី24ខែកក្កដាឆ្នាំ1997ប្រទេសម៉ាឡេស៊ីឬក៏ភូមាមីយ៉ាន់ម៉ាឬក៏ភូមាហ្នឹងជាសមាជិកទី9ចូលថ្ងៃទី24ខែកក្កដាឆ្នាំ1997ប្រទេសកម្ពុជាយើងគឺជាសមាជិកទី10ឥឡូវយើងមានសមាជិកដល់ទី11បច្ចុប្បន្នអញ្ចឹងកម្ពុជាចូលសមាជិកទី10នៅថ្ងៃទី30ខែមេសាឆ្នាំ1999តើអាស៊ានមានគោលដៅដូចម្តេចខ្លះគោលដៅបង្កើតអាស៊ានគឺធ្វើសមាប្រតិបត្តិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យទី1សេដ្ឋកិច្ចកសិកម្មឧស្សាហកម្មគមនាគមន៍ទេសចរណ៍ពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកទេសវប្បធម៌និងការងាររដ្ឋបាលតំណែងរក្សាសន្តិភាពសន្តិសុខក្នុងតំបន់តាមរយៈការគោរពដ៏ភ្ជាប់ភ្ជួននៅយុត្តិធម៌ការគោរពច្បាប់ទាំងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់និងប្រព័ន្ធភ្ជាប់ភ្ជួននៅធម្មនុញ្ញសហប្រជាជាតិតំណែងរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់ទី4តើអាស៊ានមានបរិវចនៈដូចម្តេចអាស៊ានបរិវចនៈរបស់អាស៊ានគឺចក្ខុវិស័យ1អត្តសញ្ញាណ1សមាគមសហគមន៍1ទី5ចូលពិពណ៌នាអំពីអត្ថន័យនៃនិមិត្តសញ្ញានិងទង់ជាតិទង់អាស៊ាននិមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយដែលមានថេរភាពសន្តិភាពរួបរวมគ្នានិងប្រកបដោយថាមពលពណ៌របស់និមិត្តសញ្ញានិងទង់អាស៊ានមានពណ៌ខៀវក្រហមសនិងពណ៌លឿងដែលពណ៌ទាំងអស់នេះតំណាងឲ្យពណ៌សំខាន់នៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់អត្ថន័យនៃពណ៌នីមួយៗគឺពណ៌ខៀវតំណាងឲ្យសន្តិភាពនិងថេរភាពពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាននិងភាពស្វាហាប់ថាមពលពណ៌សតំណាងឲ្យភាពបរិសុទ្ធស្អាតស្អំពណ៌លឿងតំណាងឲ្យបលភាពសម្បូរសប្បាយពណ៌ស្រូវទុំទាំង10តំណាងឲ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្ដុំប្រទេសទាំង10នៅអាស៊ីអាគ្នេយ៍ឲ្យក្លាយជាសមាគមមួយប្រកបដោយមិត្តភាពនិងសាមគ្គីភាពរង្វង់មូល7ព័ទ្ធជុំវិញតំណាងឲ្យភាពឯកភាពគ្នារបស់អាស៊ានសំណួរទី6តើអាស៊ានជាអ្វីពាក្យនេះមកពីពាក្យថាដូចម្ដេចចឹងអាស៊ានមានន័យថាសមាគមប្រជាជាតិអាស៊ានអាស៊ានជាពាក្យកាត់ភាសាអង់គ្លេស ASEAN អាស៊ានស្មើនឹង A គឺ Association of South East Asia National ទី7តើអាស៊ានបូក1មានន័យដូចម្ដេចអាស៊ានបូក1មានន័យថាប្រទេសសមាជិកអាស៊ានទាំង10បូកជាមួយនឹងប្រទេសឥណ្ឌាតើទី8តើអាស៊ានបូក2មានន័យដូចម្ដេចអាស៊ានបូក2មានន័យថាប្រទេសសមាជិកអាស៊ានទាំង10ហ្នឹងបូកជាមួយនឹងប្រទេសញូហ្សេឡង់និងប្រទេសអូស្ត្រាលី
សំណួរទី9តើអាស៊ានបូក3មានន័យដូចមិនដេចអាស៊ានបូក3មានន័យថាប្រទេសសមាជិកអាស៊ានទាំង10ជាមួយនឹងប្រទេសអាស៊ីបូព៌ាចំនួន3ទី1ប្រទេសចិនទី2ជប៉ុនទី3និងកូរ៉េខាងត្បូងហ្នឹងគេហៅថាអាស៊ានបូក3សំណួរទី9តើអាស៊ាន6មានន័យដូចមិនដេចអាស៊ាន6មានន័យថាប្រទេសអាស៊ាន5ប្រទេសអាស៊ាន5ប្រទេសប្រ៊ុយណេដែលចូលជាសមាជិកអាស៊ានថ្ងៃ7មករាឆ្នាំ1984ដូច្នេះកាលណាគេនិយាយឬសរសេរថាអាស៊ាន6គឺសំដៅទៅសមាជិកប្រទេសទាំង6នោះតែប៉ុណ្ណោះសំណួរទី11តើប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ានប៉ុន្មានដងហើយអញ្ចឹងប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ាន3ដងគឺឆ្នាំ2002កម្ពុជាធ្វើជាប្រធានអាស៊ានក្រោមមូលបត្រការឈ្មោះទៅកាន់សមាគមអាស៊ានឆ្នាំ2012កម្ពុជាធ្វើជាប្រធានអាស៊ានក្រោមមូលបត្រសមាគមមួយជោគជ័យវាសនាមួយជោគវាសនាមួយឆ្នាំ2022កម្ពុជាធ្វើជាប្រធានអាស៊ានក្រោមមូលបត្រអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាចឹងសំណួរទី12តើសមាគមអាស៊ានមានសមាជិកចំនួនប៉ុន្មានចូលរៀបរាប់សមាគមអាស៊ានមាន10អានេះគឺឯកសារចាស់មាន10ប្រទេសគឺប្រជាជាតិចក្រកម្ពុជាប្រជាជាតិចក្រថៃឡង់សមាគមម៉ាឡេស៊ីសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋសិង្ហបុរីសាធារណរដ្ឋហ្វីលីពីនព្រុយណេដារុយសាឡឹមសាធារណរដ្ឋសង្គមនិយមវៀតណាមសហព័ន្ធមីយ៉ាន់ម៉ាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំណាំបេក្ខជនអាចថាប្រទេសកម្ពុជាបន្ទុកពេញដូចគ្នាអូខេសំណួរទី13តើការបង្កើតអាស៊ានមានគោលបំណងអ្វីខ្លះគោលបំណងនៃការបង្កើតអាស៊ានធ្វើឲ្យទីផ្សារនិងមូលដ្ឋានផលិតផលតែមួយធ្វើឲ្យតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងខ្ពស់ធ្វើឲ្យតំបន់នៃការបង្កើតសេដ្ឋកិច្ចប្រកបទៅដោយសមធម៌បង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនយោបាយសង្គមនិងវប្បធម៌អតិភិបកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមនិងវប្បធម៌ក្នុងនិងបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ព្យាយាមការពារផលប្រយោជន៍គ្នាទៅវិញទៅមកនិងបង្កើតសាមគ្គីភាពក្នុងតំបន់ក៏ដូចជាលើកកម្ពស់សន្តិភាពនិងថេរភាពក្នុងតំបន់លើកទឹកចិត្តដល់សន្តិភាពនិងថេរភាពនយោបាយបង្កើតឡើងដោយគោលការណ៍អង្គការសហប្រជាជាតិជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសនិងអង្គការដទៃទៀតលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងបរិស្ថានឧស្សាហកម្មនិងការអភិវឌ្ឍទំនាក់ទំនងក៏ដូចជាស្តង់ដារដែលរស់នៅក្នុងប្រទេសជាសមាជិករក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអាវុធប្រឡាយលោកផ្សេងទៀតសំណួរទី14ចូលនិយាយអំពីអាស៊ានបូកនិងអាស៊ានដកចម្លើយនិយាយអំពីអាស៊ានបូកនិងអាស៊ានដកគឺអាស៊ានបូកមានន័យថាបូក1ប្រទេសសមាជិកបូកជាមួយឥណ្ឌាបូក2ប្រទេសសមាជិកអាស៊ានទាំង10ហ្នឹងគឺបូកនឹងអូស្ត្រាលីនិងញូហ្សេឡង់ចំណែកតែបូក3ប្រទេសសមាជិកអាស៊ានទាំង10ហ្នឹងគឺបូកចិនជប៉ុននិងកូរ៉េខាងត្បូងចំណែកបូក10នេះគឺប្រទេសសមាជិកសមាជិកនឹងបូកជាមួយចិនជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីញូហ្សេឡង់ឥណ្ឌាកាណាដារុស្ស៊ី USA និងសហភាពអឺរ៉ុបអាស៊ានដកមានន័យថាដក5គឺសំដៅទៅលើសមាជិកចាស់ទាំង5ដក6សំដៅទៅលើសមាជិកថ្មីទី6ព្រោះតែដក7នោះគឺសំដៅលើសមាជិកទីថ្មីទី7វៀតណាមជាស្រេចដក9ហ្នឹងគឺសំដៅលើសមាជិក
ថ្មីទី8ទី9ឡើងនឹងភូមិដក10ហ្នឹងគឺសំដៅទៅលើសមាជិកថ្មីទី10កម្ពុជាសំណួរទី15ចូលរៀបរាប់សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្នែករូបបៃមានដូចជាតំបន់អង្គរត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី14ខែធ្នូឆ្នាំ1992ចិត្តដល់ទៀតហើយគម្រោងខួបនៅទីក្រុង San Francisco សហរដ្ឋអាមេរិកប្រាសាទព្រះវិហារយើងត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុង Quebec ប្រទេសកាណាដាសារមន្ទីរឧក្រិដ្ឋកម្មរល័យពូជសាសន៍ទួលស្លែងត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2009នៅទីក្រុង Big Town ប្រទេស Barbados ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី8ខែកក្កដាឆ្នាំ2017នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញផ្នែកអរូបីមានដូចជារបាំរាជជាទ្រព្យត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003នៅទីក្រុងអ៊ីស្ពាន់ប៊ូលប្រទេសទូគីល្ខោនស្រមោលស្បែកធំត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2005នៅទីក្រុងប៉ារីសប្រទេសបារាំងល្បែងទាញព្រ័ត្រត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2015នៅទីក្រុងវិនហុកប្រទេសណាមីប៊ីចាប៉ីដងវែងត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016នៅទីក្រុង Addis Ababa ប្រទេសអេខ្យូ2ល្ខោនខោត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2018នៅទីក្រុងពណ៌លវីសាធារណរដ្ឋមូរីសគុនបូកាតោត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022នៅទីក្រុងប៉ាប៉ាត់ប្រទេសម៉ារ៉ុកសំណួរទី16តើទន្លេមេគង្គហូរកាត់ប្រទេសណាខ្លះទន្លេមេគង្គហូរកាត់ប្រទេសចំនួន5ទី1ប្រទេសចិនទី2ឡាវទី3វៀតណាមទី4ប្រទេសកម្ពុជាប្រហែលជា500គីឡូម៉ែត្រប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា